ហើយពិភព DC សេរីថ្មីត្រឡប់មកវិញជាមួយនឹង Peacemaker រដូវកាលទី2 Peacemaker ជាតួអង្គដែលមានមនុស្ស3នាក់ស្គាល់ជាមួយពិភពលោកហើយក្រោយមកគេយកមកធ្វើជារឿងភាគនេះគឺប្រកែកទៅជាតួអង្គដែលលេចធ្លោមួយនៅក្នុងពិភព Superhero ទាំងមូលហើយក៏ជារឿងមួយដែលបង្ហាញថា John Cena មិនគ្រាន់តែជាអ្នកវាយកលាកាសទេគឺជាតារាសម្ដែងមួយដែលល្អមិនធម្មតាមកសម្ដែងធ្វើមួយខ្ញុំធំខ្ញុំខ្លាំងហ្នឹងមែនទេបាន John Cena ជាមួយនឹង Batista គឺជាតួសម្ដែងដែលល្អមួយទោះបីប្រវត្តិជាអ្នកវាយកលាកាសក៏ដោយហើយក្នុងរដូវកាលទី2នេះមានរបស់ចម្លែកមួយចំនួនគេដូរពី Justice League មក Justice Gang ឈប់សិនអញ្ចឹង season ទី1ហ្នឹងនៅក្នុងពិភពផ្សេងនិយាយថារបស់នៅក្នុង season ទី2នេះគឺក្នុងពិភពផ្សេងមួយទៀតដែលអត់មាន Justice League ពិភព DC មកហ្នឹងវាវក់វល់វីវដូចទឹកក្លុកដល់អញ្ចឹងគេកវត្តចោលមើលនិយាយចូលយល់អារឿងក្រោយនេះគឺនៅក្នុងពិភពថ្មីមិនដែលគាត់ថាវាមានសាច់រឿងដូចគ្នាដូរបន្តិចទេតែប៉ុណ្្នឹងហើយវគ្គក្រោយនេះគឺនៅតែរក្សាលក្ខណៈសាហាវគូខើស្រាត់អាណូកោជាងអាវគ្គមុនទៀតមានកន្លែងខ្លះស្រាត់ចេញពងកដាមុខហ្មងចេញពងចេញមកទាំងអស់ហ្មងមកតួខ្លួនហ្នឹងហើយមនុស្សច្រើនអ្នកដែលលើអេក្រង់នាំគ្នារួមគ្នាពេញហ្នឹងខ្ញុំកម្របានឃើញឈុតអញ្ចឹងនៅក្នុងរឿងនិយាយមែនមិនងាយមានទេហើយគេបញ្ចូលតួអង្គថ្មីមួយដែលជាតួអង្គដែលខ្ញុំចូលចិត្តជាងគេបំផុតនៅក្នុងរដូវកាលទី2ហ្នឹងគឺយើងមានអាប៉ែនោះឲ្យតែចេញមុខលើកញ្ចក់មកដឹងមានរបស់មើលសំដីចេញក្នុងប្រហោងមាត់មួយគឺគុណភាពហ្មងស្ដាប់មកវាប្រកាសជារបស់កំ pl ែងហើយស្រឡាញ់ថាដើរដាក់ឈ្មោះគេទៅពីពេញហ្នឹងដាក់ឈ្មោះគេឈួតពេញហ្នឹងហ្មងហើយម្នាក់ស្រីនោះឈ្មោះស្អីគេ Titi ហើយគេបន្តសាច់យើងពីក្នុង season ទី1មកលើកនេះពួកហ្នឹងអត់កាយងារធ្វើជីវិតធ្លាក់ដល់0តើនឹងមានរឿងអ្វីកើតឡើងសាច់យើងមកក្នុង season នេះគឺវិលជុំវិញទ្វារចេញក្នុង Monster Inc ទ្វារឆ្លងភពហើយខ្ញុំគិតថានេះគឺជារឿងមួយដែលមកយឺតដោយសារអាកំណត់ឆ្លងភពឆ្លងចក្រវាលហ្នឹងគឺវាតលន់សម្រាប់ខ្ញុំហីរឿងច្រើនមែនតើយកកំណត់ហ្នឹងមកប្រើហើយវាតលន់យល់វាដែរយេហើយហ្មងខ្ញុំចូលចិត្ត season ទី1ជាង season ទី2សាច់រឿងសំខាន់មួយនៅក្នុងនេះគឺយើងមានតំណងស្នេហារវាង Peacemaker ជាមួយនឹងម្នាក់ស្រីនោះHarcourt ហើយនិយាយថាចែហ្នឹងអត់ព្រមនិយាយពាក្យចេញពីក្នុងចិត្តមកសុខចិត្តលាក់អារម្មណ៍មកខ្ញុំស្វឹងលើកមុនហ្នឹងយើងរួមគ្នាខ្ញុំអត់ប្រកាសក្នុងចិត្តទេហើយនៅតប៉ែដល់ហ្នឹងខ្ញុំនិយាយមែនអង្គុយមើល season ទី2ហ្នឹងខ្ញុំអត់ចូលចិត្តតួអង្គហ្នឹងហ្មងតួអង្គអារបៀបខ្ញុំខ្លាំងខ្ញុំរឹងមាំដើរវាយគ្នាមួយប្រុសពេញកន្លែងផឹកស៊ីរាល់ថ្ងៃហ្នឹងទៅនៅក្នុង season មុនតួអង្គហ្នឹងអូខេតែនៅក្នុង season នេះគឺអត់គួរឲ្យចូលចិត្តសោះហ្មងនិយាយមែនហើយយើងមានសាច់រឿងបែកបាក់ស្នេហារបស់ម្នាក់ស្រីនោះខ្ញុំអត់ខ្វល់សោះហ្មងយើងមានសាច់រឿងអាចារ្យភ្លុកដេញប្រមាញ់ឥន្ទ្រីនោះអត់មានបានប្រយោជន៍អីមកក្នុងសាច់រឿងហ្នឹងទេហើយបន្ទាប់មកយើងចូលមកកាន់ប្រមាណភាគចុងក្រោយដែលខ្ញុំគិតថា Vister មែនតើហ្មងមានសាច់រឿងតួអង្គមួយដែលធ្វើនៅសកម្មភាពដែលឈួតមែនតើហ្មងខ្ញុំសឹងតែមិនជឿថាពួកហ្នឹងជាមនុស្សមិនបានតួអង្គតែធ្វើអញ្ចឹងបង្កើតនៅបញ្ហាទៅជាអញ្ចឹងខ្ញុំប្រហែលយើងថាអត់ចង់បើកសាច់រឿងទេតែខ្ញុំអង្គុយមើលឡើងខ្ញុំកញ្ញាញ់ខួរហ្មងហើយកន្លែងហ្នឹងខ្ញុំនិយាយនៅក្នុងអាមកណាត់ទៀតពេលខ្ញុំកំពុងអង្គុយមើលហ្នឹងហើយបញ្ហាដែលធំមួយនៅក្នុង season ទី2ហ្នឹងគឺសាច់រឿងគោលតាក់ទងមករឿងឆ្លងភពហ្នឹងខ្ញុំពិបាកនិយាយដោយសារតតែបើកសាច់រឿងបានខ្ញុំនិយាយកើតឥឡូវខ្ញុំខំប្រឹងនិយាយធ្វើម៉េចកុំឲ្យបើកយើងមានសាច់រឿងឆ្លងភពពីភពចាស់ទៅភពថ្មីហ្នឹង Peacemaker គាត់ទៅវិញទៅមកទៅហើយអាភពថ្មីហ្នឹងវាមានលក្ខណៈភ្លឺចែងចាំងភពដែលល្អមួយដូចឋានសួគ៌សម្រាប់គាត់អញ្ចឹងខ្ញុំគិតថាគេប្រងធ្វើអារបៀបទោះបីភពថ្មីហ្នឹងវាល្អមិនក៏ដោយប៉ុន្តែភពចាស់ហ្នឹងវានៅតែមានរបស់ដែលដាក់ជាប់ក្នុងបេះដូងរបស់យើងមានមិត្តភ័ក្តិយើងមានគ្រួសារយើងមានមនុស្សជាទីស្រឡាញ់របស់យើងដែលធ្វើឲ្យយើងជ្រើសរើសយកនៅភពចាស់របស់យើងសាច់យើងហ្នឹងឲ្យតួអង្គមានជំរឿសហើយកនៅរបស់ដែលសំខាន់របស់ដែលមានន័យជាងរបស់ដែលភ្លឺចែងចាំងអីចឹងទៅតែអ្វីដែលគេធ្វើគឺគេធ្វើខុសពីហ្នឹងខ្ញុំអត់ចង់បើសាច់យើងតែគាត់ថាគេបខំចិត្តឲ្យតួអង្គហ្នឹងហើយកភពមួយគេឲ្យភពថ្មីហ្នឹងមានរបស់ដែលចម្លែកកើតឡើងដែលបខំចិត្តឲ្យ Peacemaker ហើយកភពចាស់វិញខ្ញុំមកគាត់ថានេះគឺជាសាច់យើងដែលគួរឲ្យចាប់អារម្មណ៍និយាយមែនវាមានរបៀបឲ្យយើងគិតថាជំរឿសថាយើងគួរតែរើសយកមួយណាទៅវាមានវារបៀបថាអូខេភពថ្មីហ្នឹងវាអត់ត្រូវសម្រាប់យើងមកវិញតែប៉ុណ្្នឹងហើយបញ្ហាមួយទៀតត្រង់ថានៅកតុយរឿងភាគចុងក្រោយគឺមិនមែនជាភាគចុងក្រោយធម្មតាយើងអង្គុយមើលភាគចុងក្រោយគឺជាភាគដែលសំខាន់ភាគដែលមានព្រឹត្តិការណ៍ធំរបស់ដែលសំខាន់កើតឡើងដល់ពេលភាគចុងក្រោយនេះក៏វាមានព្រឹត្តិការណ៍សំខាន់ដែរតែវាមានរបស់មួយញិចនៅកតុយប្រហែលនាទីហ្នឹងដល់របស់មួយភាគទាំងមូលយើងមើលមុនហ្នឹងវាអត់មានអីកើតឡើងមកហ្នឹងភាគហ្នឹងគួរតែខ្វេះយកទៅដាក់នៅក្នុងក្បាល season 3បានទៅ
មែនយកមកដាក់នៅកតុយ season ទី2ហ្នឹងនិយាយមែនខ្ញុំក៏ថា season ទី2នេះវានៅតែរក្សារបៀបសាហាវខូខើមានលក្ខណៈកប្លែងនៅក្នុងហ្នឹងប៉ុន្តែបើនិយាយពីគុណភាពសាច់រឿងខ្ញុំក៏ថា season ទី1គេធ្វើបានល្អជាងយោងទៅតាមការសិក្សាស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រយោបាយដឹងថា Peacemaker រដូវកាលទី2មានកម្ដៅ70អង្សាអញ្ចឹងមិនជួបគ្នាវីដេអូក្រោយបាយមកដងអស់ពាក់ខោនេះអូខេគេចានេះទ្វារនៅក្នុង Monster Inc ហ៎Multiverse ប្រពន្ធ James Gunn ដើរតួក្នុងហ្នឹងល្អមើលដៃខ្ញុំនៅអត់ដឹងថាតន្ត្រីហ្នឹងមែនតើកាត់តមានអត់កាត់តដូចមែនតើមែនបីដល់ប្រតាំងសោអញធ្វើមែនអីចឹងដល់មកជួយដល់កអើយនិយាយថាប៉ែនេះ Deadpool របស់ DC ហ្នឹង An orgy. What? Group sex. No, I hate What is it with this cat? ដល់មកយើងឆ្លងភពអើយហើយចុះពួកនៅក្នុងពិភពថ្មីនេះមានដឹងថាពិភពផ្សេងទៀតអត់មានដែរឆ្លងទៅពិភពផ្សេងក្រៅពីហ្នឹង You're living in the worst level of Grand Theft Auto. That's because he ចូលមកបន្ទប់ខ្លួនឯងហាន់ណយស្អីគេហើយគប់កាយក៏វិញដែរហើយពួកណាដឹងថាមានពិភពផ្សេងទៀតហ៎អញ្ចឹងធ្វើ imposter អត់ហើយតួខ្ពស់ណាខ្ពស់ជាង Superman ទៀតម៉ែកម្ពស់ 1.98 អាប៉ែនេះស្អីគេ thread ឆ្កែសាពាក់កាវទៀតឆ្កែសុកគេ we were supposed to be going back to Gotham, Lee. អាណាគេចង់ទៅនៅក្នុងទីក្រុង Gotham ណាទីក្រុងចោល So often, women deny what's happening. I am not a fucking mirror. Well, it's just because I was thinking about tapping that ass, you know? I have bird blindness. ស្អីទៀតហើយ He's just a friend. That motherfucker looked like តួអង្គថ្មីដែលខ្ញុំចូលចិត្តនៅក្នុងនេះចេញមុខលើកញ្ចក់ហើយ2នាទីទេតួអង្គឡើងលយទៅសេឡើងលយមើល super nerd. តួក៏ប្លែកទៅ Cool helmet. ឆៃនៅក្នុងពិភពហ្នឹងប្រើ iPhone ដែរយកមកដុតចោលឡើយនេះចឹងគេ set up ឲ្យកន្លែងមុនមានកដោអានោះស្អីវាចាប់កដោស្អី A housewarming thing. Isn't a housewarming gift solely for people who just moved into a new home? No, it's any gift that you give to someone in their house. ចាបារម្ភណាស់រឿងហ្នឹងតួមួយអាសានិយាយពីប្រធានបទមួយចឹងដល់ហើយបែក match សាកឯហ៊ីហូទៅដល់ណាទៅដល់ណីតួស្អីសាច់ដុំអីឆ្លាតណាស់រឿង Hollywood របួសលើមុខចឹងគាត់ថាវាជាប់មេពណ៌លើហ្នឹងតែមានប៉ោងមុខឯណា Titties. I want you to take your time. ឈ្មោះទីទី Yeah, but not the fucking names, dude. ដាក់ឈ្មោះគេវិញឆាយមកភ្លេងពូនេះកំពុងធ្វើគេកំពុងលេង fast mode មែនទេដើរចាប់ខ្មោច Fuel energies. បាញ់ភ្លើង Q បាញ់អីដែរមានម៉ាស៊ីនថតទេណាឆៃ You're the best. កាត់តឡើងដូចមែនទេណាតន្ត្រីហ្នឹង style អសងស្តៀង Guardians of Galaxy peace Like about what, dude? ស្នេហាថៃកោណាស្លឹងមុខពាក់អាវលឿងនឹងទៀតណែអរ៉ាអាវផ្សេងគ្នាមិនមែនអាវយឺតវ៉ាវជីវិតភ្លឺចែងចាំងឡើងភីង like dislike ទេទុកដាំងអញស្មា Iron Man មែនយេ Peacemaker ជួយគ្រោះភពលោកហើយតួនឹងទៀតហើយយន់ឌូមកមានគ្រប់ព្រឿងទាំងអស់របស់ James Gunn Hey, fatty. អាវអ្នកមានទៅមើលហើយអាវកប់ស៊ីតានេះអាចារ្យភ្លុកមែនទេមកតួសំដែងនៅលើពិភពលោកហ្នឹងអ្នកដែលអាចជំនួសអ្នកដែលអាចដើរតួ Deadpool បានគឺនេះ
mơ hỏi Deadpool bắt DC And that there is a point for Hagrid. I don't want you on my side, you fucking psycho. Hagrid đã cho một block anh phơm cho 4 days old. sao cái mấy nàng ốt mấy này And ngọt bạt chênh mục rồi bạn plate Fucker, Ginger Cool. đâyទៀតđây trời gì kia trời thì dương miền khay chu dương miền à niệm đi địch khả năng hưởng Superman yeah Peacemaker từ đó than xuôi vào chỉ bảy món á chắc cả bà mấy nữa gì kia cả đi kia tôi ông ở bên này cứ đầm nang ấy dương bây giờ dương chlon này can bị phốp mũi tiền đây vào giờ bảy á Are you fucking kidding me? Spider meme chụp dần mà chụp cái này mùi này cái à có rồi Superman vẽ pi cứ là miền xa dưỡng Lex Luthor thưa ca chỉ muốn Superman là mấy cầm chặt tu ông chơi là quạ thôm mùi tiền đấy sao vậy mua mà Peacemaker? Peacemaker? Yes. I fucking hate that guy. chạp đá ấy tưởng bư bư rồi ta Mural of Hitler? à xa dưỡng cái lấy nó khơi na hướng phía môi mua ở Men in High Castle hướng nó cứ pe để na dí nè từng kiếm ta mấy cái lần nhóm cha bà đam hòa cũng đất năm ông vậy men đây nó không game Wolfenstein cái cô đi bộ tục men ăn nơi mà cái lấy mũi đa ta lấy mũi đa ta cá bà có hướng rồi bà cá nơi bánh hè anh khơi chơi men chừng ngắm đâu bà tốt bắt chừng ngắm cho mình hết trai đi cùng rồng á bồng thơi cái đa lên mấy đa lên mấy cái dồn mấy bạn đa lên phòng mà te bánh ôm má tha mà cha te cái màu ở đây châu te này mày chả cho tu óng mới chua gì nhóm mặt chưa ra pha hối gì còn trong là bao thấy mua lá đấy mà nè giấy lô tô nó nghe hề tầng hay mà đa viên mà trời mấy mấy khen hốt bên đi màu sốc chất lô tô ăn hề tắc ở cái đa viên ăn hề tắc này vậy chắc nó lô dịch nên con à bà mán phía trong khói đấy tơi vào đó châu thông người mẹ mà rồi Peacemaker cái hụt Italia nó lên trang của Panna này bên mình đá là vẽ đi bạ chứ mấy chút dần This little fucking guy. Because I fucked you up. chơi quả đúng mình làm nó phiền đi phiền chạp như nên là mình mà phiền thiệt I'm gonna use my spare time here to get back on Pornhub. tôi không bằng top sau vậy anh cứ vơ bên hay là muốn đấy bên đâu bẹ cái đúng tiếc này à mà không đo tránh như này trời gì kia mà đo bẹ cái room à chơi bọn đi chán của nó sẽ cái bầy sai score của chơi xe đúng không bạn và ơi chờ bài mua mà gì kia yeah bọn nó mà đo cần lấy anh than su hơi chơi bọn sang sang We cúc could move the doorway every time we come in. phía nó cứ được nom để chơi gì cả này thọt vào pôn luôn này tháp kìa mẹ đau mấy chốt dân của bé đã cháp á phiền cháp này bắt cá chơi nè crom gì kia check mate rồi nè viết xong trong một cháp á phiền cháp chẳng ra dường coi mới cái setup này bữa sân điệp phiền đi cứ chỉ cháp ở đám season tí bấy xong dường hay à phiền môn nắng cứ chỉ phiền cháp thử dường cháp à phiền cháp vậy men giờ đó mau bánh bây giờ tiếp cái này chỉ muốn là season tí muối nhóm châu chất season tí muối chiếng